ប្រាក់កម្រៃទៅដល់ជាមួយកម្មករហើយទី4គឺតំណែងកំណត់ជាមួយនឹងទីផ្សារគឺទីផ្សារគឺមិនមានឡើយហើយនៅចំណុចទី4គឺគេនិយាយអំពីកសិកម្មប្រពៃណីដោយគេត្រូវគេត្រូវហូបគេត្រូវហូបដើម្បីរស់គឺមិនមែនរស់ដើម្បីហូបទេនេះគឺជាទស្សនៈរបស់លោកហ្វាម៉ារិនដែលលោកដែលនៅក្នុងឆ្នាំ1824ដល់25ដល់ពីបច្ចុប្បន្ននេះគឺបានបញ្ជាក់ឲ្យបានថានៅសម័យនោះគឺបំពេញដោយមនុស្សដែលខាងយកដំណាំរបស់ខ្លួនដើម្បីយកទៅយកទៅធ្វើជាយកទៅបដូរដើម្បីយកអាហារមកចិញ្ចឹមជីវិតរបស់ខ្លួនដោយចំណុច4.1គឺកសិកម្មចិញ្ចឹមគោកសិកម្មចិញ្ចឹមគោនេះដែរគឺជាកសិកម្មមួយដែលប្រជាជនទាំងអស់គឺបានធ្វើកសិកម្មដើម្បីចិញ្ចឹមប្រព័ន្ធរបស់ខ្លួនដោយផ្អែកទៅលើស្ថានភាពរបស់គ្រួសារហើយបច្ចុប្បន្ននេះដោយការផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មមួយចំនួនដែលបាន